ស្វែងយល់ពីរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាហេតុអ្វីបានជាយើងចាំបាច់ត្រូវតែធ្វើរបបស្វ័យប្រកាសនេះបាទហើយរបបស្វ័យប្រកាសនេះតើរោងចក្រសហគ្រាសក្រុមហ៊ុនរបស់យើងត្រូវតែធ្វើនៅពេលណាបាទដើម្បីចូលទៅធ្វើរបបស្វ័យប្រកាសនេះយើងត្រូវចូលយ៉ាងដូចម្ដេចបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាទៅលើចំណុចទាំងអស់នេះទី1គឺអ្វីទៅជារបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មបាទប្រព័ន្ធនេះគឺជាប្រព័ន្ធមួយដែលតម្រូវឲ្យម្ចាស់នាយកសហគ្រាសក្រុមហ៊ុនរោងចក្រធ្វើការត្រួតពិនិត្យដោយខ្លួនឯងជាមុននៅការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចឹងនៅពេលដែលយើងធ្វើរបបស្វ័យប្រកាសគឺជាការត្រួតពិនិត្យដោយខ្លួនឯងជាមុននឹងអធិការការងារចុះធ្វើការត្រួតពិនិត្យទៅតាមរោងចក្រសហគ្រាសរបស់យើងចឹងសួរថាតើប្រព័ន្ធនេះចាប់ផ្ដើមនៅពេលណាប្រព័ន្ធនេះគឺចាប់ផ្ដើមដំណើរការសាកល្បងដំបូងគឺនៅក្នុងខែធ្នូឆ្នាំ2021និងបន្តរហូតមកដល់បច្ចុប្បន្ននេះបាទហើយរបបស្វ័យប្រកាសនេះគឺតម្រូវឲ្យរោងចក្រសហគ្រាសក្រុមហ៊ុនទាំងអស់ធ្វើការស្វ័យប្រកាសចំនួន2លើកក្នុងមួយឆ្នាំដែលលើកទី1គឺនៅក្នុងខែមិថុនានិងលើកទី2នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗបាទអញ្ចឹងនៅក្នុងនេះគឺជាគេហទំព័ររបស់ក្រសួងដែលសម្រាប់ធ្វើស្វ័យប្រកាសអធិការកិច្ចការងារបាទដែលមានគេហទំព័រ sicms.mlbt.gov.kh ហើយបច្ចុប្បន្ននេះគឺប្រព័ន្ធនឹងបិទដំណើរការចាប់ពីម៉ោង8យប់ដល់ម៉ោង8ព្រឹកចឹងមានថានៅក្នុងការធ្វើស្វ័យប្រកាសនេះអ្នកទាំងអស់គ្នាអាចធ្វើនៅក្នុងខែមិថុនាហើយនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗហើយការចូលធ្វើស្វ័យប្រកាសគឺអាចចាប់ពីពេលព្រឹកទៅប៉ុន្តែយើងអាចថាមុនម៉ោង8យប់គឺប្រព័ន្ធនេះគឺនឹងផ្អាកដំណើរការសិនដើម្បីតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពបាទចឹងដើម្បីធ្វើការចូលទៅធ្វើរបបស្វ័យប្រកាសនេះទី1គឺអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់គេហទំព័ររបស់របបស្វ័យប្រកាសនេះជាមុនសិនបន្ទាប់ពីយើងចូលទៅកាន់ប្រព័ន្ធស្វ័យប្រកាសនេះហើយអ្នកទាំងអស់គ្នាត្រូវតែមានគណនីសម្រាប់ធ្វើការ log in ចូលទៅកាន់ប្រព័ន្ធស្វ័យប្រកាសអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់មានគណនីឬក៏ account សម្រាប់ធ្វើការ log in ទេអ្នកទាំងអស់គ្នាត្រូវធ្វើការបង្កើតគណនីសម្រាប់ log in ជាមុនសិនដែលបានភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារគឺប្រព័ន្ធ LACMS បាទអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាត្រូវ register ទៅកាន់ប្រព័ន្ធ LACMS ហើយយើងមាន email យើងមាន password ដើម្បីធ្វើការ log in ចូលទៅកាន់ប្រព័ន្ធ LACMS ក៏ដូចជាប្រព័ន្ធ SICMS នេះដែរអញ្ចឹងបន្ទាប់ពីទទួលបាន email ក៏ដូចជា password ដើម្បីធ្វើការ log in គឺយើងចូលទៅកាន់ប្រព័ន្ធហើយធ្វើការបញ្ចូល email ហើយនឹងលេខសម្ងាត់ដើម្បីធ្វើការ log in បាទ log in ហើយគឺយើងបន្តទៅអនុវត្តស្វ័យប្រកាសតែម្ដងចឹងនៅក្នុងស្វ័យប្រកាសគឺមានចំណុចនីមួយៗផ្សេងហើយយើងបន្តបំពេញព័ត៌មានចូលទៅក្នុងប្រព័ន្ធនោះរហូតដល់ចុងក្រោយនៃបញ្ចប់ចឹងមុននឹងបញ្ចប់គឺអ្នកទាំងអស់គ្នាកុំភ្លេចត្រួតពិនិត្យឡើងវិញមុននឹង submit បញ្ចប់ដើម្បីជៀសវាងកំហុសខុសឆ្គងក្នុងការបំពេញឯកសារស្វ័យប្រកាសពីព្រោះការធ្វើរបបស្វ័យប្រកាសដោយអ្នកទាំងអស់គ្នាបានឃើញហើយគឺដើម្បីធ្វើការត្រួតពិនិត្យដោយខ្លួនឯងចឹងនៅពេលដែលយើងត្រួតពិនិត្យដោយខ្លួនឯងកាលណាយើងធីកបានត្រឹមត្រូវត្រួតពិនិត្យតាមអ្វីដែលយើងមានគឺប្រព័ន្ធនឹងធ្វើការ analyze វិភាគឲ្យយើងទាំងអស់តែម្ដងតើយើងមានចំណុចខ្វះខាតអ្វីខ្លះក៏ដូចជាចំណុចដែលយើងអនុវត្តនោះត្រឹមត្រូវអ្វីខ្លះអូខេចឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធស្វ័យប្រកាសនេះគឺខ្ញុំសូមបញ្ចប់ត្រឹមមេរៀននេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទដើម្បីទទួលបានវីដេអូថ្មីៗកាន់តែរហ័សពី Channel របស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះរាល់ចម្ងល់ផ្សេងៗអាច comment នៅក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូក្រោយៗទៀត